ចាជម្រាបសួរពុកម៉ែបងប្អូនណាបងប្អូនណាត្រូវការត្រីងៀតអីប្រឡាក់ភ្លាមកំងភ្លាមធ្វើឲ្យភ្លាមតែម្ដងណាបងប្អូនចឹងនេះជាត្រីងៀតផ្ទះចែវឿនបងប្អូននៅភូមិឆ្កែកូនណាបងប្អូនណាបងប្អូនចង់កំងអាចតាក់ទងមកខ្ញុំបានណាគឺគេផ្លែហើយគេយកមកធ្វើលាងធ្វើប្រឡាក់អំបិលស្កបបិជែងខ្លួនឯងតែម្ដងចឹងមុននឹងប្រឡាក់គ្រឿងនេះគឺត្រូវការយកមកលាងទឹកយ៉ាងស្អាតហើយបានប្រឡាក់គ្រឿងក្រោយចឹងណាបងប្អូនណាហើយថ្ងៃនេះដែរគេកំង30គីឡូត្រីចឹងក៏គាត់ធ្វើភ្លាមប្រឡាក់គ្រឿងចឹងមកដាក់ស្ករប៊ីចេងឲ្យសប់ម្សៅហើយគេលាងទឹកហើយបានយកមកលាក់គ្រឿងជាក្រោយម្ដងទៀតអញ្ចឹងណាលាក់គ្រឿងនេះក៏មានមានតែស្ករប៊ីចេងពេញខ្យងតិចដែរអញ្ចឹងណាសម្រាប់បងប្អូនមិនសូវចូលចិត្តហិលអីចឹងតែបើបងប្អូនចូលចិត្តហិលប្រៃផ្អែមកំងល្មិចបានអញ្ចឹងបងប្អូនគឺប្រឡាក់តាមដែលបងប្អូនចង់បានហើយនេះបាយជាប្រឡាក់នេះយករសជាតិប្រៃលំជាមួយស្ករប៊ីចេងតិចទេណាអត់ឲ្យផ្អែមខ្លាំងទេអញ្ចឹងបងប្អូនចង់ផ្អែមខ្លាំងកំងប៉ាឥឡូវនេះធ្វើការលាងទឹកវាចេញមិនប្រឡាក់តែអំបិលម្សាទេណាបើនេះដាក់អំបិលហើយវាឲ្យចូលជាតិម្សាហើយយើងគ្រាន់តែធ្វើការទុកឲ្យ1ម៉ោង2ម៉ោងក៏ដាក់យើងដាក់អំបិលឲ្យប្រៃមកហើយយើងលាងចោលវាតែម្ដងហើយនេះក៏បាលាងម្ដងទៀតអញ្ចឹងគេដាក់ឈើបុករត់ហើយឲ្យជ្រះចង្អិលអញ្ចឹងយើងធ្វើប្រឡាក់អំបិលវាអញ្ចឹងហើយលាងម្សៅអញ្ចឹងទៅធ្វើឲ្យជ្រះអំបិលស្អាតហើយយើងលាងពីទឹកគឺរួចជាស្រេចតែម្ដងហើយម្ដងនេះគឺធ្វើប្រឡាក់អំបិលប្រាច់ហើយចុងក្រោយនេះដាក់អំបិលបន្តិចទេណាបងប្អូនដាក់ប្រៃទេណាអញ្ចឹងគឺប្រឡាក់តែស្ករប៊ីចេងអំបិលគឺហាលបានហើយអញ្ចឹងបងប្អូនគឺកំងជាតិហិលអញ្ចឹងយើងធ្វើការដាក់វាលាងឲ្យស្ងួតមកសម្រាប់ទឹកឲ្យស្ងួតតិចមកចាំយើងប្រឡាក់គ្រឿងបងប្អូនគឺម្សៅហ្នឹងគឺហាវអញ្ចឹងពី3កន្លះត្រីងៀតមិនមែនទេធ្វើបានទេណាអញ្ចឹងតើមានក្បួនមានຂ្នាតវាដែរអញ្ចឹងយើងចង់ឲ្យសាច់ស្វិតយើងដាក់ប្រឡាក់អំបិលហើយយើងដាក់ទឹកកកចាក់ពីលើទៀតទៅមកទៅបាន1ម៉ោងក្រោយមកយើងចាក់ទឹកសយើងចាក់ជាយើងលាងវាអញ្ចឹងដូចជាមិញអញ្ចឹងបងប្អូនយើងត្រូវការត្រាំអំបិលចាក់លាងតែម្ដងហើយការបុករត់លាងវា4-5ទឹកមកឥឡូវទឹកនេះតិចគឺរួចជាស្រេចទុកឲ្យស្រស់ទឹកទៅយើងមកប្រឡាក់គ្រឿងបានហើយអញ្ចឹងណាអញ្ចឹងធ្វើមើមគឺមិនស្អាតអិលទេអញ្ចឹងបើឲ្យអិលវាជ្រះស្អាតយើងត្រូវលាងទឹកហើយយើងប្រឡាក់អំបិលហើយវាលាងម្សៅទៀតឥឡូវមករោយអំបិលម្សៅទៀតនេះបងនេះគឺរួចជាស្រេចហើយណាគឺដាក់តែស្ករពីចេងមកអំបិលតិចមកបានហើយចឹងយកទៅហាលតែម្ដងមិនទុកយូរទេគឺយើងប្រឡាក់មិញអំបិលឲ្យវាចូលជាតិម្សៅអញ្ចឹងចឹងទៅពេលប្រឡាក់ច្រើនដងចឹងបងប្អូនឲ្យលាងច្រើនដងចឹងទៅឡើងផ្លេកហ្មងត្រីរបស់យើងចឹងបងប្អូនរួចបានចូលចិត្តចូលជាតិសាបប្រៃអីកំងតាមហ្នឹងរូបបាទរសជាតិហិលផ្អែមអីកំងតាមហ្នឹងទៅគឺធ្វើបានទុកមុខតាមម្ដងសម្រាប់បងប្អូនត្រូវការនេះគឺកំងភ្លាមធ្វើភ្លាមណាបងប្អូននៅភូមិឆ្កែកូនផ្ទះចែវឿនអញ្ចឹងបងប្អូនត្រូវការទិញយកទៅជួយភាសឹកអីអាចតាក់ទងមកតាមលេខនេះខ្ញុំបានឬក៏ឆាតមកណានេះខ្ញុំនឹងប្រាប់ទីតាំងបងប្អូនណានៅស្រុកបាញ់តខេត្តព្រៃវែងអ្នកធ្វើត្រីងៀតហ្នឹងគឺឆ្ងាញ់មែនតែម្ដងឥឡូវយើងប្រឡាក់គ្រឿងចឹងហើយប្រឡាក់គ្រឿងរួចជាស្រេចហើយយើងយកមកហាលឲ្យស្ងួតមកចង់អាំងចង់ជីនអីលើបងអូនណាពេលកន្លែងនេះបងអូនបានជីនអីប្រាប់បងអស់ឲ្យបងអូនទេគាត់បង្ហាញបងប្អូនពីកន្លែងដែលហាលតែម្ដងបងអូនគឺច្រើនមែនតែម្ដងហើយគឺប្រែហាលប្រសិទ្ធិរស់តែម្ដងបងអូនគាត់ទៅពោះវាក្បាលវាខ្ញុំយកទៅស្ងោរសិតតែពងតែម្ដងហើយណាចឹងនេះគឺហាថ្ងៃតែក្តៅតែមួយថ្ងៃគឺស្ងួតតែម្ដងបងអូនគឺស្ងួតលឿនមែនតែនគឺគាត់បាត់មានកន្លែងហាលខ្ពស់ត្រឹមត្រូវមិនមែនចេះតែហាលបងអូនធានាថាគាត់ធ្វើមានអនាម័យជានិច្ចតែម្ដងវាបងប្អូនយកទៅញ៉ាំទៅស្និទ្ធមាត់យកទៅជីនហូបក៏បានអាំងក៏បានដែរបងប្អូនណាមិនបាច់ចាំឲ្យទៅលាងទឹកអស់ជាតិឆ្ងាញ់ទេតែបើយកទៅយូរបងប្អូននៅលាងទឹកលាងអីទេណាគ្រាន់តែថាបើបងប្អូនយកទៅលាងទឹកទៅវាអស់ជាតិឆ្ងាញ់រសជាតិប្រៃអីវាមិនលែងសូវមានលើឥឡូវធ្វើការហាលមួយថ្ងៃទៅល្ងាចមកបងប្អូនមិនក្តៅបែបហ្នឹងមកគឺហាលមកមួយថ្ងៃគឺស្ងួតបានហើយអញ្ចឹងព្រឹកឡើងអាចដឹកជញ្ជូនបងប្អូនដល់25ខេត្តក្រុងអញ្ចឹងបងប្អូនចង់ញ៉ាំអាចកំងបានណាធានាតែតម្លៃមិនឲ្យខុសពីទីផ្សារទេបងប្អូន